ងសារាយផ្កាយព្រឹកដែលស្ថិតនៅនឹងវត្តប្រាសាទវត្តដីឃុំព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាមរបស់យើងធ្វើការប្រកួតកាលពីឆ្នាំ2019កន្លងទៅនៅក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល3ថ្ងៃនេះតើទូកងសារាយផ្កាយព្រឹកធ្វើការប្រកួតជាមួយនឹងដៃគូរបស់គាត់ទាំង3នោះមានឈ្មោះអ្វីខ្លះហើយក្នុងការប្រកួតរយៈពេល6ជើងក្នុងពេល3ថ្ងៃនៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ2019នោះតើទូកសារាយផ្កាយព្រឹកធ្វើការប្រកួតឈ្នះចំនួនប៉ុន្មានជើងចាញ់ចំនួនប៉ុន្មានជើងសួរពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនដែលជាអ្នកស្នេហាវិស័យកីឡាប៉ណ្ណាំងទូកងដោយដែលបងប្អូនបានទស្សនានៅពីក្រោយខ្នងខ្ញុំនេះគឺជាទូកងសារាយផ្កាយព្រឹកថ្មីដែលបានហែហោមអមដំណើរចូលវត្តកាលពីថ្ងៃ30ខែឧសភាកន្លងទៅឥឡូវនេះគឺកំពុងតែចាប់ផ្ដើមគូគំនូហើយក្បោក្បាច់រចនាគឺយើងប្រើនៅរចនាបថបែបទូកចាស់បាទយើងចម្លងចេញពីទូកចាស់មកផ្លាស់មកដាក់ពីលើទូកថ្មីបន្ថែមទៀតអញ្ចឹងបងប្អូនទស្សនិកជនដែលទស្សនាវីដេអូនេះបាននៅក្នុងថ្ងៃនេះគឺខ្ញុំមានហ្គេមមួយសម្រាប់បងប្អូនដើម្បីធ្វើការទូទាយបានរង្វាន់ហើយជានិច្ចការទោះបីជាឲ្យបងប្អូនទូទាយក៏យើងអត់មានរង្វាន់អត់មានអីទេតែចម្លែកដោយសារតែឥឡូវនេះគឺយើងមានរង្វាន់តំណប់ដៃតិចតួចដល់បងប្អូនដែលខំប្រឹងធ្វើការទូទាយហើយចូលចិត្តតាមដានវិស័យកីឡាប៉ណ្ណាំងទូកណាអញ្ចឹងបាទតិចទៀតនេះខ្ញុំនឹងប្រាប់ពីសំណួរថាយើងសួរបែបណាតែមុននឹងដល់ការសួរសំណួរខ្ញុំចង់ជម្រាបជូនប្រាប់បងប្អូនថាប្រធានបទរបស់យើងគឺពាក់ព័ន្ធទៅនឹងទូកងសារាយផ្កាយព្រឹកហើយយើងមានលក្ខខណ្ឌមួយចំនួនក្នុងការទទួលបានរង្វាន់ហើយរង្វាន់នោះគឺអាវដ៏ស្រស់ស្អាតរបស់ក្រុមហ៊ុន Hono អញ្ចឹងបងប្អូនបាទយើងចាប់ផ្ដើមធ្វើការសំណួរសួរទៅកាន់បងប្អូនណាបងប្អូនព្យាយាមបាទស្ដាប់ហើយធ្វើការឆ្លើយទាំងអស់គ្នាសំណួរនោះគឺស្រួលទេសំណួរគឺយើងចង់សួរថាតើទូកងសារាយផ្កាយព្រឹកដែលស្ថិតនៅនឹងវត្តប្រាសាទវត្តដីឃុំព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាមរបស់យើងធ្វើការប្រកួតកាលពីឆ្នាំ2019កន្លងទៅនៅក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល3ថ្ងៃនេះតើទូកងសារាយផ្កាយព្រឹកធ្វើការប្រកួតជាមួយនឹងដៃគូរបស់គាត់ទាំង3នោះមានឈ្មោះអ្វីខ្លះហើយក្នុងការប្រកួតរយៈពេល6ជើងក្នុងពេល3ថ្ងៃនៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ2019នោះតើទូកសារាយផ្កាយព្រឹកធ្វើការប្រកួតឈ្នះចំនួនប៉ុន្មានជើងចាញ់ចំនួនប៉ុន្មានជើងហើយតើឈ្នះទូកណាខ្លះនិងចាញ់ទូកណាអញ្ចឹងសំណួររបស់យើងគឺមានតែប៉ុណ្្នឹងទេងាយស្រួលតែម្ដងអញ្ចឹងសូមបងប្អូនធ្វើការទូទាយហើយសរសេរប្រាប់នៅខាងក្រោមខមមិនថាតើ2019នេះគឺ3ថ្ងៃបានប៉ះទូកឈ្មោះអ្វីខ្លះហើយចាញ់ប៉ុន្មានជើងឈ្នះប៉ុន្មានជើងឈ្នះទូកណាចាញ់ទូកណារីឯលក្ខខណ្ឌរបស់យើងក្នុងការទទួលបានរង្វាន់គ្រាន់តែបងប្អូនធ្វើការចែករំលែកវីដេអូនេះម្នាក់មួយហើយសរសេរនៅ caption ថា Hono លើកស្ទួយការផ្សព្វផ្សាយកីឡាប៉ណ្ណាំងទូកនៅកម្ពុជាជាភាសាអង់គ្លេស Hono ដកឃ្លាលើកស្ទួយការផ្សព្វផ្សាយវិស័យកីឡាប៉ណ្ណាំងទូកនៅកម្ពុជាហើយបងប្អូនធ្វើការ screenshot ការ share របស់បងប្អូនហើយយកមកដាក់នៅក្នុង page របស់ខ្ញុំរួចសរសេរមកបាទចាប់ផ្ដើមសរសេរចម្លើយមកថាតើ3ថ្ងៃនេះជួបទូកណាខ្លះហើយឈ្នះប្រមាណជើងចាញ់ប្រមាណជើងហើយឈ្នះទូកណាចាញ់ទូកណាងាយដើម្បីទទួលបានរង្វាន់កុំភ្លេចធ្វើការ screenshot ផ្ញើមកកាន់ comment មកកាន់ page ខ្ញុំទាំងអស់គ្នាហើយនឹងធ្វើការឆ្លើយដើម្បីទទួលបានរង្វាន់ហើយជម្រាបជូនបងប្អូនផងដែរថារង្វាន់របស់យើងគណៈពេលនេះយើងមិនទាន់មានច្រើនទេគឺយើងជ្រើសរើសត្រឹមតែអ្នកដែលឆ្លើយត្រូវ5អ្នកដំបូងនៅក្នុង comment ចូលរួមឆ្លើយទាំងអស់គ្នាដើម្បីទទួលបានអាវដ៏ស្រស់ស្អាតពីក្រុមហ៊ុន Hono